រឿងឆ្កែមើលឃើញខ្មោចជាហេតុភេទស្រុកខ្ញុំបានធ្លាប់ឮម្ដាយនិងឪពុកគាត់និយាយប្រាប់ខ្ញុំថាបើឮឆ្កែលូឬព្រុសនៅពេលកណ្ដាលអាធ្រាត្រស្ងាត់នៅភូមិណាស្រុកណាដែលក្រៅអំពីក្រុងព្រោះពុំសូវមានមនុស្សកុះករក្នុងពេលយប់ស្រុកភូមិនោះច្រើនកើតជំងឺពុំសូវបានសេចក្តីសុខទេត្បិតខ្មោចបិសាចវាដើររាតត្បាតធ្វើមនុស្សឲ្យឈឺចាប់សឹងតែគ្រប់គ្នាព្រោះឆ្កែមើលឃើញខ្មោចដំណើរចាស់ថាឆ្កែមើលឃើញខ្មោចនោះអាស្រ័យដោយរឿងដើមថាយូរយារណាស់មកហើយមានបុរសម្នាក់ដើរទៅមើលគេលាងមេមត់ប៉ុន្តែមិនបានប្រាកដឈ្មោះបុរសនោះដើរក្បែរដីទួលមួយដែលមានព្រៃលុបទ្រុបគេកប់ខ្មោចក្នុងព្រៃនោះជាច្រើនលុះដល់ទំទឹមព្រៃមានខ្មោចស្រែកហៅគាត់ថាពូផ្ដាំទៅប្រាប់ប្រពន្ធខ្ញុំផងឲ្យមកលេងខ្ញុំផងបុរសនោះមិនចេះខ្លាចខ្មោចទេគាត់ដឹងថាខ្មោចហៅពិតណាស់គាត់ធ្វើប្រងើយហើយឆ្លើយទៅវិញថាប្រពន្ធឯងនៅឯណាខ្មោចឆ្លើយមកវិញថាប្រពន្ធខ្ញុំនៅឯផ្ទះគេលៀងអារិកឯនោះបុរសឮហើយសួរទៅវិញថាចុះឯងឲ្យអញប្រាប់មិនបានបើអញមើលប្រពន្ធឯងមិនឃើញនោះក្នុងពេលនោះខ្មោចក៏ប្រទាលប្រហោងគឺថ្នាំសម្រាប់មើលឃើញខ្មោចទាំងអស់ខ្មោចឲ្យប្រទាលនោះទៅហើយប្រាប់ទាំងឈ្មោះប្រពន្ធវាផងបុរសនោះកាលបើបានប្រទាលប្រហោងនោះហើយមើលឃើញខ្មោចនៅពេញតែព្រៃគាត់ចេះតែដើរទៅគ្មានផិតភ័យខ្លាចអ្វីឡើយគាត់ដើរតម្រង់ទៅរកផ្ទះដែលគេលៀងអារិយលុះដល់ផ្ទះនោះហើយគាត់ឃើញខ្មោចស្រីកំពុងស៊ីពេសំណែនដែលគេសែននៅពុះពេញច្រើនគ្នាណាស់បុរសនោះស្រែកហៅទៅតាមឈ្មោះដែលប្តីវាផ្ដាំមកហើយបោយដៃហៅចំពីមុខនិយាយថាប្តីហងឲ្យទៅឲ្យឆាប់ព្រោះកូនយំខ្លាំងណាស់ខ្មោចនឹកឆ្ងល់ណាស់មិនក៏បុរសនោះមើលឃើញអញទើបដើរសម្ដៅហើយសួរថាចុះអ្នកឯងមិនក៏មើលឃើញអញបុរសនោះក៏បង្ហាញប្រទាលប្រហោងហើយឆ្លើយថានេះប្រទាលដែលប្តីហងឲ្យអញបានជាអញមើលឃើញខ្មោចនោះគ្រាន់តែឃើញប្រទាលភ្លាមស្ទុះទៅដណ្ដើមយកមកប៉ុន្តែបុរសពុំព្រមឲ្យក៏មានការប្រតាយប្រតបគ្នាដណ្ដើមប្រទាលប្រហោងនោះបុរសចេះតែស្រែកហៅឲ្យគេជួយផងប៉ុន្តែអ្នកណាក៏មើលមិនឃើញជាប្រយុទ្ធជាមួយនរណាសោះឃើញតែស្ទុះស្ទាតែម្នាក់ឯងម្លោះហើយគេនាំគ្នាទៅប្រឡាំងកាំងរកជួយមិនកើតលុះប្រតាយប្រតបអស់មួយសន្ទុះធំបុរសក៏ចង់រំសាយដៃក៏របូតប្រទាលនោះចេញពីដៃខ្មោចស្ទុះប្រុងរើសយកតែពេលនោះឆ្កែឃើញភ្លាមទុះផ្លែតមកត្របាក់លេបចូលទៅក្នុងពោះបាត់ទៅហេតុនេះហើយបានជាឆ្កែមើលឃើញខ្មោចដោយសារមានរឿងនិទានយ៉ាងនេះបានជាមានជំនឿថាឆ្កែវាមើលឃើញខ្មោចបើឆ្កែព្រុសលូក្នុងពេលយប់ព្រោះវាឃើញខ្មោចដើរមួយវិញទៀតមានមនុស្សច្រើនណាស់ដែលនៅជឿជាក់ហើយខំស្វែងរកប្រទាលប្រហោងដើម្បីយកមកប្រើការស័ក្តិសិទ្ធិផ្សេងរឿងឆ្កែមើលឃើញខ្មោចចប់ដោយបរិបូរណ៍